បទដកស្រង់ពីសៀវភៅស្ត្រីក្នុងព្រះពុទ្ធសាសនារៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សអត្ថបទសិទ្ធិស្ត្រីក្នុងព្រះពុទ្ធសាសនានាងខ្ញុំលើកយកមកអានត្រូវបានបញ្ចប់ទៅមួយអន្លើថ្ងៃនេះនាងខ្ញុំសូមលើកយកអត្ថបទស្ដីអំពីបែបបទនិងតួនាទីរបស់ស្ត្រីក្នុងព្រះពុទ្ធសាសនាមកអានជូនប្រិយមិត្តអ្នកស្ដាប់ដោយក្តីគោរពស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់បំផុតបែបបទនិងតួនាទីក្នុងព្រះពុទ្ធសាសនានេះស្ត្រីនិងបុរសមានបែបបទនិងតួនាទីផ្សេងពីគ្នាការផ្សេងគ្នានេះបានប្រកាសយ៉ាងច្បាស់ក្នុងកិច្ចការតួនាទីជាអ្នកគ្រប់គ្រងផ្ទះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានណែនាំដល់តួនាទីនិងបែបបទរបស់ស្ត្រីក្នុងឋានៈជាភរិយាដែលគប្បីបដិបត្តិចំពោះស្វាមីមាន5ប្រការ 1. ចាត់ចែងការងារផ្ទះឲ្យបានរៀបរយ 2. សង្គ្រោះញាតិទាំងពីរខាងខ្លួនឯងនិងខាងស្វាមី 3. មិនប្រព្រឹត្តក្បត់ចិត្តស្វាមី 4. រក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកបាន 5. ព្យាយាមមិនខ្ជិលច្រអូសក្នុងការងារទាំងពួងទាំងនេះព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថាសេចក្តីសុខសាន្តក្នុងការព្រមព្រៀងគ្នានៅក្នុងសង្គមគ្រួសារនោះដោយច្រើននិងជាការសំខាន់គឺនៅលើស្ត្រីព្រះអង្គក៏ពុំបានសម្ដែងតួនាទីនិងបែបបទចំពោះស្ត្រីតែប៉ុណ្ណោះឡើយសូម្បីតួនាទីនិងបែបបទរបស់បុរសក្នុងឋានៈជាស្វាមីដែលគប្បីបដិបត្តិចំពោះភរិយាព្រះអង្គក៏បានត្រាស់សម្ដែងទុកដោយគោល5ប្រការផងដែរ 1. រាប់អាននាងឲ្យតម្លៃនិងលើកតម្កើងនាងថាជាភរិយាពេញមុខ 2. មិនមើលងាយនាងដែលជាភរិយាឡើយ 3. មិនប្រព្រឹត្តក្បត់ចិត្តភរិយា 4. ប្រគល់ភាពជាធំឲ្យដល់នាងក្នុងការងារផ្ទះ 5. រកគ្រឿងប្រដាប់កាយឲ្យភរិយាតាមឱកាសយើងឃើញបានថាព្រះពុទ្ធសាសនាមិនបានឲ្យសេចក្តីសំខាន់ចំពោះតែបែបបទនិងតួនាទីរបស់បុរសប៉ុណ្ណោះឡើយស្ត្រីក៏មានបែបបទនិងតួនាទីដ៏យ៉ាងសំខាន់ណាស់ដែរបែបបទនិងតួនាទីទាំងពីរផ្នែកនេះចូលគ្នាហើយក៏បានបង្កើតចេញនូវភាពសុខសាន្តជាសុភមង្គលក្នុងជីវិតគ្រួសារពោលដោយសរុបព្រះពុទ្ធសាសនាបានរៀបចំស្ត្រីនិងបុរសឲ្យមានតួនាទីនិងបែបបទផ្សេងគ្នាទៅតាមច្បាប់ធម្មជាតិដូចជាស្ត្រីមានតួនាទីនិងបែបបទក្នុងការងារជាភរិយានិងជាមាតាព្រមទាំងជាឧបាសិកាផងក្នុងពេលជាមួយគ្នាបុរសក៏មានតួនាទីនិងបែបបទក្នុងការងារជាស្វាមីជាបិតានិងជាឧបាសកផងដែរទាំងស្ត្រីនិងបុរសសុទ្ធតែអាចបំពេញនូវប្រយោជន៍ឲ្យដល់សង្គមគ្រួសារព្រះសាសនានិងប្រទេសជាតិបានដូចគ្នាសភាពផ្សេងគ្នានៃតួនាទីនិងបែបបទរបស់ស្ត្រីនោះមានទំនាក់ទំនងទៅតាមធម្មជាតិរបស់បុរសស្ត្រីនឹងឯងប៉ុន្តែអ្វីដែលព្រះពុទ្ធសាសនាបញ្ជាក់ប្រាប់ថាដូចគ្នានោះគឺការបានសម្រេចនូវធម៌ដ៏ខ្ពង់ខ្ពស់និងភាពជាមនុស្សព្រះពុទ្ធសាសនាជាសាសនានៃបញ្ញាមានមេត្តាករុណានិងណែនាំឲ្យមនុស្សមានការអើពើជួយដល់គ្នានឹងគ្នាមិនបែងចែកវណ្ណៈក្នុងរឿងភេទស្រីប្រុសឡើយក្នុងព្រះពុទ្ធសាសនាបានបើកទូលាយឲ្យមនុស្សគ្រប់គ្នាអប់រំចម្រើននូវគុណធម៌អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឈានទៅរកទិសដៅដ៏ខ្ពង់ខ្ពស់ដែលជាខ្លឹមសារនៃជីវិតនោះគឺភាពជាឥស្សរៈផុតចាកពីទាស័ករបស់កិលេសទាំងឡាយសារៈសំខាន់មួយបែបក្នុងព្រះពុទ្ធសាសនាគឺបដិសេធនៅអំពើហិង្សាដូចមាននៅក្នុងអវាទបដិមោខក្នុងចំណុចមួយថាបុគ្គលដែលបៀតបៀនអ្នកដទៃមិនមែនជាសាមណៈទេសម្រាប់សត្វដទៃមិនមែនជាបព្វជិតឡើយយើងឃើញថាព្រះពុទ្ធសាសនាមិនគាំទ្រមិនសរសើរមិនលើកតម្កើងនៅបុគ្គលដែលប្រើអំពើហិង្សាជាដាច់ខាតព្រោះថានេះមិនមែនជាបព្វជិតនិងមិនមែនជាសាមណៈសត្វខ្ជបុតឡើយជាមួយគ្នានឹងរឿងនេះដែរយើងបែរទៅពិនិត្យមើលលំអនៃពាក្យទូន្មានរបស់ព្រះពុទ្ធតាក់ទងនឹងតួនាទីរបស់ស្វាមីដែលត្រូវបដិបត្តិចំពោះភរិយារបស់ខ្លួនមាន5ប្រការតាមដូចដែលបានពោលហើយការដែលព្រះពុទ្ធបានចែកតួនាទីឲ្យស្វាមីទំនុកបម្រុងភរិយាដោយធម៌5ប្រការនេះដើម្បីជាប្រយោជន៍គួរឲ្យយើងយល់បានគឺចំណុចទី1ទី2និងទី3ជាការថ្នមចិត្តស្ត្រីជាភរិយាដោយការលើកតម្កើងថាជាភរិយាពេញមុខមិនប្រទុសរាយទឹកចិត្តអ្នកនាងឡើយឯការមិនមើលងាយអាចតាក់ទងទៅនឹងរូបរាងមុខមាត់
ឬក៏ខ្វះខាតដោយប្រការខ្លះរបស់នាងដោយយកមេត្តាករុណានិងគុណធម៌ដទៃទៀតមកជំនួសសេចក្តីស្រឡាញ់ស្នេហាដែលចុះខ្សោយទៅនោះព្រោះថាការមិនមើលងាយគឺជាទេវតារក្សាជីវិតនាងការស្មោះស្ម័គ្ររបស់ស្វាមីជាសេចក្តីសុខរបស់ភរិយាជាការប្រោះព្រំនៅទឹកអមរិតដល់បេះដូងដើមទ្រូងនាងមិនឲ្យក្តៅងំដូចជាដុំរងប់ភ្លើងនោះឯងចំណុចទី4ជាការបែងចែកតួនាទីឲ្យភរិយាប្រគល់ភាពជាធំក្នុងផ្ទះឲ្យទទួលខុសត្រូវក្នុងការល្អិតល្អន់ចាប់ផ្ដើមតាំងពីថែរក្សាទុកដាក់ទ្រព្យសម្បត្តិគ្រប់គ្រងកូនប្រុសស្រីជាដើមទៅពោលចំពោះថែភរិយានៅផ្ទះឯប្តីចេញទៅរកទ្រព្យប៉ុណ្ណោះចំណុចទី5គឺជាការឲ្យកម្លាំងចិត្តដល់ភរិយាគឺឲ្យភរិយាបាននៅគ្រឿងប្រដាប់កាយតែងខ្លួនតាមសមគួរដល់ឋានៈនេះជាការថែរក្សាទំនុកបម្រុងទឹកចិត្តនាងនិងដើម្បីសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះទាំងអស់គ្នាដែលស្វាមីថ្នមចិត្តភរិយាប្រគល់ភាពជាធំក្នុងផ្ទះនិងទំនុកបម្រុងទឹកចិត្តដោយដែលពោលហើយនេះឲ្យដល់ភរិយាទៅបាននោះក៏ព្រោះហេតុតែភរិយាបានបដិបត្តិតួនាទីរបស់ខ្លួនឆ្លើយតបទៅស្វាមីក្នុងភាពជាស្រីល្អគឺល្អទៅដោយបញ្ញាឆ្លាតវៃទឹកចិត្តទូលាយចេះសង្គ្រោះញាតិស្មោះត្រង់អត់ធន់ទទួលភារកិច្ចនិងល្អទៅដោយឧស្សាហ៍ក្មេងគ្មៀតជាតួនាទីតាមលំដាប់លំដោយពី1ដល់5តួនាទីនិងបែបបទរបស់ភរិយាស្វាមីមានសេចក្តីឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមលំដាប់មួយប៉ុន្តែបើសង្គ្រោះចូលក្នុងសារធម៌គឺតួនាទីស្វាមីមានខ្លឹមសារនៅត្រឹមមេត្តាចិត្តប្រាចាកអំពើហិង្សាឯតួនាទីភរិយាមានខ្លឹមសារនៅត្រង់ចរិយាធម៌ទាំង5នឹងឯងគឺបញ្ញា1សង្គ្រោះ1សច្ចៈ1ខន្តី1វិរិយៈ1ព្រះពុទ្ធសាសនាបានសាបព្រោះនូវគុណធម៌ឲ្យដុះដាលក្នុងមនុស្សគ្រប់គ្នាតាមការសម្ដែងប្រាប់ពីតួនាទីនៃមនុស្សទាំងអស់គ្រប់ភេទគ្រប់វ័យនិងគ្រប់ឋានៈនោះឯងការបណ្ដុះបណ្ដាលគុណធម៌ក្នុងខ្លួនគឺជាការសាងសិរីសួស្តីឲ្យខ្លួនឯងនិងជាឧបនិស្ស័យល្អតទៅរហូតមនុស្សដោយច្រើនមិនយល់ពីតម្លៃនៃគុណធម៌ដែលត្រូវចម្រើនក្នុងខ្លួនយល់បានត្រឹមតែថាយើងធ្វើល្អឲ្យអ្នកដទៃប៉ុណ្ណោះម្យ៉ាងទៀតយល់ខុសថាវាជាការអន់ថយក្នុងគុណគឺការគោរពសំពះថ្វាយបង្គំបម្រើអត់ធន់ជាដើមទៀតផងតាមពិតគុណធម៌ធ្វើឲ្យជីវិតមានតម្លៃសូម្បីតែគុណធម៌ទាំងឡាយនោះមានក្នុងទាសកម្មករអ្នកបម្រើគេយ៉ាងណាក៏ដោយគុណធម៌នៅតែជាឧបនិស្ស័យល្អក្នុងចិត្តជានិច្ចមានតែបាបធម៌ទេដែលធ្វើឲ្យមនុស្សថោកទាបតាមដែលពោលមកហើយនេះអត្ថន័យសំខាន់គឺនៅត្រង់ថាព្រះពុទ្ធសាសនាមិនគាំទ្រឲ្យបុរសប្រើកម្លាំងគ្របសង្កត់ចំពោះស្ត្រីហើយប្រព្រឹត្តអំពើមិនគួរគប្បីអ្វីមួយឡើយទាំងកាយទាំងវាចាទាំងចិត្តផ្ទុយមកវិញព្រះពុទ្ធសាសនាត្រឡប់បែរទៅឲ្យបុរសឬស្វាមីបដិបត្តិតួនាទីរបស់ខ្លួនឲ្យគ្រប់គ្រាន់ក្នុងបែបបទតួនាទីទាំង5ប្រការព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សមានមេត្តាដល់គ្នាដោយមានប្រធាននៃឱវាទគឺសន្តិភាពភ្លឺស្វាងប្រឆាចកិលេសតណ្ហាមិនមានការបៀតបៀនសត្វលោកនាងខ្ញុំសូមគោរពអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅអត្ថបទនេះរហូតដល់ទីបញ្ចប់សូមគោរពលា